អញ្ញងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសាច់រឿងជួបស្នេហ៍ហឹងហ្គេមទាំងអស់គ្នាបើក្បាលដំបូងនៃភាគនេះបង្ហាញឲ្យឃើញថាហេជីនកំពុងតែឈប់ប្រកែកហាមឃាត់កុំឲ្យហ៊ីជេចូលមកវាយប្រហារដែនដីរបស់ពួកគេបានប៉ុន្តែហ៊ីជេក៏មិនចេះស្ដាប់នោះទេថែមទាំងវាយប្រហារទៅលើសមាជិកក្រុមរបស់ពួកគេថែមទៀតផងឃើញដូច្នេះហេជីនក៏ទៅប្រាប់សេយ៉ុងទាក់ទងទៅនឹងការវាយប្រហារហ៊ីជេមកលើក្រុមរបស់ពួកគេថែមទាំងផងព្រមទាំងសមាជិក20នាក់ហើយគេក៏បានបង្ហោះវីដេអូហ្នឹងចូលទៅក្នុង Channel M2 របស់គេថែមទៀតផងនាងក៏បន្តសួរទៅកាន់សេយ៉ុងថាតើពួកគេគួរទៅធ្វើអ្វីឥឡូវនេះអាចចង្រៃនោះជាអ្នកចាប់ផ្ដើមប៉ុន្តែឥឡូវនេះពួកគេមើលទៅដូចជាមនុស្សអាក្រក់យ៉ាងអញ្ចឹងឃើញទេវាមកបំផ្លាញពួកយើងហើយឥឡូវនេះរត់ទៅបាត់ហើយថែមទាំងបង្ហោះវីដេអូមួយបន្ថែមទៀតឃើញមិត្តនេះសេយ៉ុងក៏គិតថាប៉ះសិនបើគាត់អាចកំចាត់ស៊ីនហ៊ីជេម្ដងនេះគេនឹងស្គាល់កន្លែងរបស់គេហើយគាត់គិតថាគាត់អាចនឹងយកឈ្នះតួអង្គរបស់ស៊ីនហ៊ីជេបានព្រោះតួអង្គរបស់ស៊ីនហ៊ីជេគឺជាតួអង្គ Night Walker ចំណែកគាត់គឺជា Battle Match ដែលធ្វើឲ្យគាត់មានភាគរយឈ្នះខ្ពស់ជាងស៊ីនហ៊ីជេប៉ុន្តែការពិតមិនដូចការគិតព្រោះមិនទាន់ដល់អាវុធផងក៏ត្រូវចាញ់ក្រោមស្នាដៃរបស់ស៊ីនហ៊ីជេបាត់ទៅហើយត្រឡប់មកពេលបច្ចុប្បន្នវិញគ្រាន់តែឃើញតួអង្គស៊ីនហ៊ីជេភ្លាមសេយ៉ុងចាប់ផ្ដើមដកអាវុធរបស់ខ្លួនធ្វើការវាយប្រហារទៅលើគេភ្លាមៗប៉ុន្តែគ្មានអ្វីកើតឡើងនោះទេព្រោះថាការប្រយុទ្ធមួយទល់មួយមិនត្រូវបានអនុញ្ញាតក្នុង Clan Rune នោះទេត្រូវបានគេវាយប្រហារភ្លាមៗបែបនេះស៊ីនហ៊ីជេក៏ចាប់ផ្ដើមដកអាវុធរបស់ខ្លួនវាយទៅលើសេយ៉ុងវិញប៉ុន្តែសេយ៉ុងគេចទាន់ដែលកាយវិការនេះធ្វើឲ្យគេកាន់តែខឹងថែមទៀតដែលសកម្មភាពទាំងអស់នេះធ្វើឲ្យសមាជិកក្នុងក្រុមឃើញហើយគិតថាពួកគេក៏ជាមិត្តភក្តិគ្នាហើយមែនទេទាំងដែលពួកគេទាំងអស់គ្នានឹងចូលមុនដំបូងគឺមិនហ៊ាននិយាយរកស៊ីនហ៊ីជេនោះទេបន្ទាប់ពីលើកបែបនេះសេយ៉ុងក៏គិតថាតើពួកគេទាំងអស់គ្នានឹងកំពុងតែនិយាយពីរឿងស្អីគេហ្នឹងក្នុងកំឡុងពេលហ្នឹងស៊ីនហ៊ីជេក៏សួរទៅកាន់សេយ៉ុងថាតើប្រកាសអត់ថាជាអ្នកមកថ្មីការគេបំបញ្ញមិញនេះគឺមើលទៅអស្ចារ្យណាស់ប៉ុន្តែសេយ៉ុងក៏សួរបត់ទៅវិញថាតើប្រកាសអត់ថាខ្លួនឯងគឺជាមេក្រុមការវាបំបញ្ញមិញគឺពិតជាអន់ខ្លាំងណាស់ឮចម្លើយនេះហើយធ្វើឲ្យស៊ីនហ៊ីជេនិងអ្នកទាំងអស់គ្នាទៀតគឺគៀងអស់អីនិយាយបន្ទាប់មកហ៊ីជេក៏និយាយថាមើលក្មេងតូចស៊ីសែមរបស់យើងមានអំណួតលើខ្លួនឯងមែនទែនសេយ៉ុងក៏តបទៅវិញថាតើអ្នកណាជាក្មេងតូចយើងមិនមែនជាក្មេងតូចនោះទេអាចឈួតបន្ទាប់ពីឮគេជេរបែបនេះហ៊ីជេក៏សួរទៅវិញថាតើអាយុប្រហែលហើយសេយ៉ុងក៏តបថាឲ្យគេប្រាប់មុនមកបន្ទាប់មកហ៊ីជេក៏ប្រាប់ថាគេមានអាយុ21ឆ្នាំហើយប៉ុន្តែសេយ៉ុងក៏ប្រាប់វិញថាគាត់អត់ចង់ប្រាប់បន្ទាប់ពីនិយាយចប់ហ៊ីជេក៏បានផ្ញើសំណងមកសុំធ្វើជាមិត្តហើយបន្ទាប់មកសេយ៉ុងក៏សួរទៅវិញថាតើឯងឈួតមែនហ្នឹងហ៊ីជេក៏តបទៅវិញថាអញ្ចឹងទទួលគេធ្វើជាមិត្តមកក្មេងតូចហើយសេយ៉ុងក៏ប្រាប់ថាយើងប្រាប់ហើយតែយើងមិនមែនជាក្មេងតូចទេហ៊ីជេក៏តបទៅវិញថាអញ្ចឹងប្រាប់អាយុគាត់មកសេយ៉ុងក៏ប្រាប់ទៅវិញថាគាត់មានអាយុបងគេ3ឆ្នាំម្ល៉េះពេញចិត្តនៅហ៊ីជេក៏តបទៅវិញថាអូចាស់មែនទែនប៉ុន្តែគេនឹងព្យាយាមមិនប្រព្រឹត្តចំពោះគេដូចជាចាស់នោះទេបន្ទាប់មកក៏ហៅសេយ៉ុងថាជាបងស្រីចំណែកឯសេយ៉ុងវិញបានគិតថាគេពិតជាចង់ធ្វើឃាតហ៊ីជេណាស់ចំណែកឯសំណើសុំធ្វើជាមិត្តរបស់ហ៊ីជេក៏នៅតែបន្តលោតឡើងហើយក្នុងបញ្ជីមិត្តភ័ក្តិរបស់គេឃើញមានឈ្មោះរបស់ហ៊ីជេលេចឡើងហើយក្នុងចិត្តគិតថាចង់តែប្លុកប៉ុន្តែហ៊ីជេក៏ប្រាប់ទៅវិញថាបើសិនជាបងប្លុកគេនឹងតាមរករឿងមកគ្រប់ទីកន្លែងហើយនឹងអញ្ជើញគេចូលក្នុងផាធីផ្សេងៗដូចគ្នាសេយ៉ុងក៏តបទៅវិញថាតើឯងចង់ស្លាប់មែនហ្នឹងហ៊ីជេក៏តបទៅវិញថាធ្វើទៅបើបងអាចធ្វើបានលើសម្ដីគេបែបនេះហើយសេយ៉ុងក៏ដើរវាគ្នាមួយស្មាបើសិនជាសេយ៉ុងឈ្នះនោះហ៊ីជេនឹងត្រូវលុបហ្គេមនេះចោលហើយនឹងមិនលេងហ្គេមនេះម្ដងទៀតទេបន្ទាប់មកហ៊ីជេក៏សួរទៅវិញថាចុះបើសិនជាគេឈ្នះវិញសេយ៉ុងក៏តបទៅវិញថាបើសិនជាគេឈ្នះនោះគេនឹងព្រមធ្វើជាមិត្តជាមួយនឹងហ៊ីជេប៉ុន្តែហ៊ីជេក៏តបទៅវិញថាបើសិនជាគេឈ្នះនោះសេយ៉ុងនឹងព្រមធ្វើជាទេសកល Healer របស់គេចាប់ពីពេលនេះទៅបន្ទាប់ពីនិយាយគ្នារួចអ្នកទាំងពីរក៏បានទៅទីលានប្រកួតជាមួយគ្នាក្នុងការប្រកួតម្ដងនេះគឺសេយ៉ុងក៏ពិតជាសង្ឃឹមខ្លាំងមែនទែនទៅលើខ្លួនឯងព្រោះថាគាត់បានចំណាយពេលជាច្រើនមកទៅសិក្សាអំពីការវាយគ្នារបស់ហ៊ីជេក្នុងហ្គេមហើយណាមួយក្នុងការប្រកួតមួយនេះហ៊ីជេគឺសន្យាថានឹងមិនប្រើអាវុធសំខាន់ៗរបស់ខ្លួននោះទេចូលដល់ការប្រកួតភ្លាមសេយ៉ុងក៏បានប្រើអាវុធរបស់ខ្លួនធ្វើការវាយប្រហារទៅលើហ៊ីជេមួយទំហឹងដែលធ្វើឲ្យឈាមរបស់ហ៊ីជេថយមក85%ហើយសេយ៉ុងក៏និយាយពាក្យទៅកាន់ហ៊ីជេថាលេងអនម៉េះទិញ account មែនហ្នឹងដែលនេះគឺជាពាក្យដែលហ៊ីជេធ្លាប់និយាយទៅកាន់ខ្លួនកាលពីគេបានធ្វើការវាយប្រហារមកលើក្រុមរបស់សេយ៉ុងបន្ទាប់ពីនិយាយពាក្យនេះទៅកាន់ហ៊ីជេរួចសេយ៉ុងក៏ក្នុងចិត្តថាតើវាមានអារម្មណ៍យ៉ាងម៉េចដែរហ៊ីជេតើវាធ្វើឲ្យអ្នកខឹងដល់ថ្នាក់ពូកញ្ជ្រោលឬទេហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាអត់ដូចសម្រាប់ឬអត់ប៉ុន្តែភ្លាមៗស្រាប់តែហ៊ីជេធ្វើការវាយប្រហារមកលើសេយ៉ុងប៉ុន្តែសេយ៉ុងក៏មានផែនការរបស់ខ្លួនឲ្យធ្វើការវាយបកទៅវិញយ៉ាងស្ទាត់ជំនាញដែលធ្វើឲ្យឈាមរបស់ហ៊ីជេសល់តែ15%តែប៉ុណ្ណោះជេក៏និយាយថាវាពិតជាគួរឲ្យអាម៉ាស់ណាស់រួចក៏ធ្វើការស្ទុះមកវាយប្រហារសេយ៉ុងម្ដងទៀតហើយលើកនេះពិតជាបានសម្រេចមែនព្រោះសេយ៉ុងគឺមិនអាចតបតទៅកាន់ហ៊ីជេបាននោះទេជាចុងក្រោយសេយ៉ុងក៏ត្រូវបានចាញ់ក្រោមកម្ដាប់ដៃរបស់ហ៊ីជេម្ដងទៀតហ៊ីជេក៏និយាយទៅកាន់សេយ៉ុងថាបងពិតជាលេងអន់ណាស់ចំណែកឯសេយ៉ុងវិញបានត្រឹមតែកៀងហើយគិតម្នាក់ឯងថាគិតចាញ់ម្ដងទៀតហើយបន្ទាប់ពីការចាញ់ដឹកនេះគឺគិតមិនអាចគិតអ្វីបានទេរយៈពេលប្រហែលថ្ងៃនេះដោយគិតមានការស្ដាយក្រោយខ្លាំងមែនទែនដែលគិតថាគិតគួរតែប្រើស្គីលចុងក្រោយរបស់គាត់ឲ្យបានល្អបើដូច្នេះមែនគិតប្រហែលជាអាចនឹងឈ្នះហ៊ីជេបានហើយគាត់សង្ឃឹមថាតួអង្គហ្គេមរបស់ហ៊ីជេនឹងស្លាប់គាត់ពិតជាមានការស្ដាយក្រោយខ្លាំងមែនទែនប៉ុន្តែគាត់គិតថាគាត់អាចបញ្ចប់អ្វីគ្រប់យ៉ាងបានដោយគ្រាន់តែធ្វើការលុបហ្គេមនោះចោលហើយនឹងមិនចូលលេងហ្គេមនឹងម្ដងទៀតនោះទេ
ប៉ុន្តែមិនតាមបានលុបផងហេជីនក៏ផ្ញើសារមួយឲ្យភ្ជាប់មកជាមួយថាតើនេះគឺជាបងមែនតើជាមួយនឹងលេងមួយដែលជាលេងវីដេអូរវាងហេជីននិងសេយ៉ុងបានវាយគ្នាក្នុងហ្គេមប៉ុន្តែវីដេអូនេះរីចម្លែកបន្តិចព្រោះថាសេយ៉ុងក្នុងវីដេអូនេះគឺពិតជាលេងបានល្អមែនតើដែលវាខុសពីការប៉ັດប៉ុន្តែភ្លាមស្រាប់តែសេយ៉ុងនឹកឃើញថាខ្លួនប្រាប់ហេជីនថាគេនឹងមិនលេងហ្គេមនេះម្ដងទៀតនោះទេប៉ុន្តែមិនត្រឹមតែគេបានលេងហ្គេមនេះម្ដងទៀតនោះទេថែមទាំងបានជួបជាមួយនឹងហ៊ីជេថែមទៀតផងវាពិតជារឿងគួរឲ្យអាម៉ាស់ណាស់ស្រាប់តែភ្លាមនោះហេជីនក៏សួរវិញថាតើហេតុអ្វីបានជាហ៊ីជេហៅបងថាជាបងស្រីទៅវិញសេយ៉ុងក៏ឆ្លើយតបទៅវិញថាប្រហែលមកពីតួអង្គហ្គេមរបស់គេហើយហេជីនបានបន្តទៀតថាហ៊ីជេបានស្វែងរកបងប្រហែលថ្ងៃនេះទៅពីឃើញសារមួយនេះសេយ៉ុងក៏គិតថាតើហ៊ីជេកំពុងតែចង់លេងហ្គេមអ្វីនឹងវាគ្មានផ្លូវទេដែលឈួតមួយនឹងចង់ធ្វើជាមិត្តជាមួយគាត់ទោះបីជាគេបានផុសវីដេអូល្អៗពីគាត់ក៏ដោយហេជីក៏បានបន្តផ្ញើសារមកទៀតថាប្រហែលជាហ៊ីជេបានលងស្នេហ៍បងហើយហេតុអ្វីបានជាបងមិនយកឱកាសនេះទៅតាក់ទងជាមួយគេហើយក៏បោកប្រាស់គេយកអាចធំទាំងអស់ទៅបន្ទាប់ពីឃើញសារនេះសេយ៉ុងក៏គិតឃើញការពីអតីតកាលក្នុងក្រុមរបស់គេក៏ធ្លាប់មានគូស្នេហ៍មួយគូដែលមានឈ្មោះថាហ៊ូរ៉េនិងស្វីតត្រប់ដែលគូស្នេហ៍មួយគូនេះគឺពិតជាផ្អែមល្ហែមណាស់ដែលសេយ៉ុងនិងហេជីនច្រេញពួកគេទាំងពីរខ្លាំងណាស់អ្នកទាំងពីរក៏បានបែកគ្នាដោយសារតែហ៊ូរ៉េរកឃើញថាសង្សាររបស់ខ្លួនដែលជាមនុស្សស្រីគឺក៏ពិតជាមនុស្សប្រុសដែលលេងតួអង្គហ្គេមជាមនុស្សស្រីទៅវិញតែហើយនេះហើយទៅធ្វើឲ្យហ៊ូរ៉េមិនដែល log in ចូលលេងហ្គេមនេះម្ដងទៀតនោះទេក្រោយពីនឹកឃើញហេតុការណ៍នេះហើយសេយ៉ុងក៏គិតថាចុះបើគាត់បោកហ៊ីជេថាខ្លួនឯងជាមនុស្សស្រីហើយបោកយកអ្វីគ្រប់យ៉ាងពីគេវិញហើយក្រោយមកបង្ហាញថាខ្លួនឯងគឺជាមនុស្សប្រុសនៅពេលនោះហ៊ីជេនឹងរងការរិះគន់ហើយធ្វើឲ្យគេបាត់មុខពីពិភពមួយនេះភាគនេះត្រូវបានបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការសម្ដែងរបស់នាងខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតអញ្ញងបាយបាយ